រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមមេត្តាអបអរសាទរកិច្ចប្រជុំពិគ្រោះយោបល់របស់យើងនាព្រឹកនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបជុំជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិនិងដៃគូអភិវឌ្ឍន៍នានាដើម្បីពិភាក្សានិងផ្តល់គោលយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតែការពិភាក្សានេះនឹងក្លាយទៅជាភាពចូលយ៉ាងសំខាន់ដល់ការបញ្ចប់របស់ការតាក់តែងច្បាប់ឲ្យមានភាពគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពសមាជិកាដែលបានអញ្ជើញមកចូលរួមទីនេះដោយផ្ទាល់តាមរយៈប្រព័ន្ធអនឡាញរួមមានឯកឧត្តមលោកជំទាវលោកស្រីមកពីស្ថាប័នថ្នាក់ជាតិដូចជាក្រសួងមហាផ្ទៃលេខាធិការឋានកោជអបក្រសួងអប់រំយុវជននិងកីឡាក្រសួងមុខងារសាធារណៈក្រសួងសុខាភិបាលក្រសួងផែនការក្រសួងបរិស្ថានក្រសួងកិច្ចការនារីអង្គភាពក្រមអាវ៉ាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដៃគូអភិវឌ្ឍន៍និងរដ្ឋបាលថ្នាក់ក្រោមជាតិរួមមានរដ្ឋបាលរាជធានីខេត្តរដ្ឋបាលក្រុងស្រុកខណ្ឌនិងរដ្ឋបាលភូមិសង្កាត់ព្រមទាំងមន្ត្រីជំនាញទាំងអស់ដែលមានវត្តមានចំនួនប្រមាណជា500នាក់ចា៎សូមមេត្តាអបអរសាទរអង្គសិក្ខាសាលាទាំងមួយជាទីគោរពកិច្ចប្រជុំពិគ្រោះយោបល់របស់យើងនៅថ្ងៃនេះមានរបៀបវិរៈដូចតទៅរបាយការណ៍សង្ខេបដោយឯកឧត្តមបណ្ឌិតការវិវត្តប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិបន្តិចពលិបានកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិតជួនរំលែងរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការធ្វើបទបង្ហាញស្ដីពីលទ្ធផលនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុនិងរដ្ឋបាលនិងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយឯកឧត្តមបណ្ឌិតទីសុវណ្ណអគ្គនាយករងនៃ